ចាជំរាបសួរបងប្អូនទាំងអស់គ្នាសម្រាប់ពិសេសសម្រាប់អ្នកដែលនៅប្រទេសជប៉ុនណាខ្ញុំសូមចែករំលែកថាតើពាក្យថា nen matsu chose ហ្នឹងមានន័យដូចម្ដេចហើយវាខុសគ្នាទៅនឹង kakute shinkoku យ៉ាងម៉េចដែរពីព្រោះខ្ញុំឃើញបងប្អូនមួយចំនួនគាត់ចែករំលែកថាមានពន្ធ SBI អីមួយទៀតចឹងណាអញ្ចឹងខ្ញុំអត់ដឹងទេអ្វីដែលខ្ញុំដឹងហ្នឹងគឺទី1គឺពន្ធnen matsu chose គឺបានន័យថាការកែតម្រូវអឺ ពន្ធចុងឆ្នាំចាហើយទី2នោះគឺកាក់តេស៊ីងកុកនោះបានន័យថាគឺយើងប្រកាសពន្ធចំណូលរបស់យើងអញ្ចឹងណាហើយថាតើយើងធ្វើអឺវានៅពេលណាហើយយើងត្រូវការឯកសារអ្វីខ្លះហើយយើងទទួលបានអត្ថប្រយោជន៍អ្វីខ្លះអំពីការធ្វើនេនម៉ាត់ស៊ូជូសេហ្នឹងហើយនឹងការធ្វើប្រកាសពន្ធចុងឆ្នាំចំណូលចុងឆ្នាំហ្នឹងក៏ខ្ទេសៀងកុកហ្នឹងចាហើយដោយសារតែបងប្អូនយើងមួយចំនួនគាត់មកធ្វើការនៅប្រទេសជប៉ុនខ្ញុំបដោតពិសេសគឺសិក្ខាកាមនិងពលករជំនាញអញ្ចឹងណាដោយសារភាសានៅមានកម្រិតអញ្ចឹងទៅនៅពេលដែលយើងធ្វើការឯកសារតាក់ទងជាមួយនឹងឯកសារតាក់ទងជាមួយនឹងច្បាប់តាក់ទងជាមួយនឹងអីភាគច្រើនគឺប្រើភាសាហើយអក្សរកាន់ជាអីចឹងទៅគឺគាត់អត់សូវចេះចឹងហើយមួយទៀតគឺក្រុមហ៊ុនអត់បានបញ្យល់ប្រាប់ណែនាំលម្អិតថាតើត្រូវធ្វើម៉េចពីណាទៅណាអីចឹងណាអញ្ចឹងគឺមានផលលំបាកខ្លាំងមែនតើគាត់អត់ដឹងថាធ្វើម៉េចអីចឹងទៅជួនកាលពឹងឲ្យគេធ្វើទៅគេយកថ្លៃសេវាថ្លៃអីចឹងទៅអញ្ចឹងសម្រាប់កូនសិស្សដែលជាសិក្ខាកាមដែលធ្វើការនៅកន្លែងខ្ញុំណាគឺខាងសមាគមហើយនិងខាងក្រុមហ៊ុនគឺធ្វើឲ្យទាំងអស់គឺខាងយើងគឺធ្វើអីគេnen matsu chose នឹងឲ្យគាត់អញ្ចឹងអ្វីដែលកូនសិស្សត្រូវធ្វើនោះគឺមានតែពីរគត់ទី1នៅពេលដែលគាត់មកពីខ្មែរគឺគាត់ត្រូវតែមានលិខិតទទួលចិញ្ចឹមអញ្ចឹងណាមុននឹងមកគឺខាងសាលាគេបានរៀបចំឲ្យគេបកប្រែអាសភៅគ្រួសារឲ្យជាភាសាជប៉ុនពីខ្មែរមកជប៉ុនអីចឹងទៅហើយទី2អ្វីដែលគាត់ត្រូវធ្វើនោះគឺគាត់ត្រូវផ្ញើលុយទៅខ្មែរគឺតាមរយៈធនាគារដែលគាត់ធ្វើដូចជា SBI ឬក៏ City Express ឬក៏JME ឬក៏អីផ្សេងទៀតចឹងទៅអញ្ចឹងមិនមែនពន្ធ SBI ទេបងប្អូនកុំច្រឡំគឺ nen matsu chose ហើយនឹងកាក់តេស៊ីងកុកអញ្ចឹងខ្ញុំនឹងធ្វើការណែនាំលម្អិតទៅលើចំណុចនីមួយឲ្យបងប្អូនបានដឹងអញ្ចឹងណាអញ្ចឹងជួបគ្នានៅវីដេអូបន្តទៀតអូខេអរគុណសូមតាមដានទស្សនាទាំងអស់គ្នាបាយបាយចាំតិច